បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមកដុតមន់ហូបម្ដងបងប្អូនហ្នឹងដុតមន់ស្បៃក្តោបហូបម្ដងបងប្អូនទំនួងដល់ហើយបងប្អូននេះមើលក្បាលវីដេអូក៏ដឹងថាទំនួងដែរបងប្អូនហ្នឹងច្រឡក់ជាមួយទឹកត្រីកោះកងមកអេមប៉ុណ្ណាទេបងប្អូនអើយបាទហ្នឹងហើយបងប្អូនតោះទៅធ្វើសកម្មភាពដុតមន់ហូបជាមួយខ្ញុំទាំងអស់គ្នាបងប្អូនហ្នឹងហើយឆ្ងាញ់មកណាបងតោះចាប់ដើមបងប្អូនហ្នឹងហើយបងបាយគាត់លក្រីបងប្អូនណាហ្នឹងហើយដំបងដំដេងមកបងប្អូនហ្នឹងហើយដំដេងវាម៉ត់ដំដេងដំគាត់លក្រីវាម៉ត់មកបងប្អូនហ្នឹងហើយតើមកយើងបាយខ្ទឹមបាយដេងគាត់លក្រីនេះមន់យើងមកចាហៀងបងប្អូនដុតមួយខ្លាច់ហូបអស់អញ្ចឹងដុតទៅមកចាហៀងមកហើយបងប្អូនហ្នឹងច្រាមជើងវារៀងបាក់ដែរមកវិញពេកបាក់តាំពីបងប្អូនហ្នឹងហើយកាប់មកយើងជា2ជា3មកបងប្អូនធំពេកអញ្ចឹងក៏បាក់ដែរហើយសម្រាប់កដុតអូងនេះខ្ញុំអត់ចេះហូបទេបងប្អូនកដុតអូងមាត់នេះបោះចោលទេអត់ចេះហូបទេអត់ដែលហូបផងហ្នឹងហើយបងប្អូននេះតើបកាប់រួចអីរួចចាក់លក្រូចទេលក្រីអីយើងនឹងមកបងប្អូនណាហ្នឹងហើយមិនថ្លើមទៀតចាក់ប្រេងខ្យងអញ្ចឹងហើយបាច់វាមកបងប្អូនហ្នឹងហើយច្បល់វាឲ្យចូលជាតិបងប្អូនហ្នឹងហើយបើជេរហើយមកហ្នឹងហើយច្បល់នេះគឺយើងលាងដៃរួចហើយបងប្អូនមិនអត់លាងទេណាបងប្អូនណាហ្នឹងហើយយើងអត់មានស្រោបដៃតែយើងលាងដៃស្អាតទៅយើងច្បល់វាជាមួយប្រេងខ្យងវាចូលជាតិអញ្ចឹងបងប្អូនហ្នឹងហើយអធិស្ឋានបងប្អូនបើទោះខកកន្លែងទេប៉ុន្តែភាសាយើងលាងដៃស្អាតហើយបងប្អូនហ្នឹងហើយអញ្ចឹងក៏យើងចាប់ដើមច្បល់តែហ្មងទៅបងប្អូនដើម្បីវាចូលជាតិជាមួយប្រេងខ្យងអញ្ចឹងបងប្អូនហ្នឹងហើយយើងច្បល់រួចយើងចាប់ដើមដាក់វាផ្ងំវានេះអស់ទឹកអញ្ចឹងបងប្អូនហើយចេញជាតិស្អាតអស់ទៅហ្នឹងហើយបន្ទាប់មកយើងមកកាត់ស្បៃក្តោបត្រាំទឹកឲ្យហើយបងប្អូនហ្នឹងហើយពេលមុនយើងឆ្អិនដាក់ស្បៃក្តោបចូលហើយគឺរួចស្រេចតែម្ដងហ្នឹងហើយបងប្អូនកាត់ស្បៃក្តោប2ច្បីដាក់មកមុំហូបស្បៃក្តោបហ្នឹងហើយបងប្អូនហើយតាមទឹកវាចេញទៅស្បៃក្តោបហ្នឹងហើយតាមទឹកវាចេញចិត្តដីចិត្តអីចឹងណាបងប្អូនហ្នឹងស្បៃក្តោបយើងដឹងហើយហើយស្រាំវាស្អាតចឹងមកបងប្អូនហ្នឹងហើយបន្ទាប់មកទៅមើលមន់យើងបងប្អូននេះមន់យើងចាប់ដើមរីកគេហៅថានេះហើយបងប្អូនចាប់ដើមក្តៅហើយឆ្អិនសាច់ហើយបងប្អូនហ្នឹងហើយដល់ពេលយើងគាត់ថាមន់យើងឆ្អិនខ្ញុំដាក់ស្បៃក្តោបចូលតែម្ដងបងប្អូនហ្នឹងហើយបងប្អូនមើលតែមន់តន់ឆ្អិនមកមើលស្ពូនច្បារនៅមុខផ្ទះតិចបងប្អូនការរីកស្រស់ស្រស់ល្អអញ្ចឹងទៅថតមើលស្រស់ស្រាយហើយទៅងាកទៅមើលមន់យើងវិញគឺឆ្អិនល្មមតែម្ដងបងប្អូនហ្នឹងហើយនេះដាក់ស្បៃក្តោបចូលបងប្អូនហ្នឹងហើយព្រោះមន់យើងឆ្អិនហើយដាក់ស្បៃក្តោបចូលមកឲ្យវាខ្លោចមន់ហ្នឹងហើយដាក់ស្បៃក្តោបទៅក្រោមមកបងប្អូនហ្នឹងហើយដាក់ស្បៃក្តោបចូលព្រឹបហ្នឹងហើយយកអត់មានដុតទៅយងជ័យទេយើងដុតស្បៃក្តោបបងប្អូនណាហ្នឹងហើយដាក់បើសិនមានកូកាទៅដាក់រឹតតែជាតិតែម្ដងបងប្អូនតែអត់បានទិញកូកាមកបងប្អូនអើយមិនស្បៃក្តោបនេះបន្ទាប់ពីស្បៃក្តោបយើងឆ្អិនយើងដុសចេញឲ្យបងប្អូនហើយមន់យើងក៏ឆ្អិនឲ្យដែរបងប្អូនណាហ្នឹងហើយយើងដុសស្បៃក្តោបដាក់ឲ្យចានហើយត្រឡប់មន់តែមកត្រឡប់ពីត្រឡប់ទៀតមកអេមទៅមកបងប្អូនដាក់មួយអាជាទៀតយោនិយាយវាថាណែទន់អែមកបងប្អូនអើយនេះស្បៃក្តោបយើងចន្លក់មួយទឹកត្រីកោះកងនិយាយវាថាជាតិណាស់បងប្អូនបាទហ្នឹងហើយតោះបងប្អូនហូបបាយជាមួយខ្ញុំទាំងអស់គ្នាហើយថ្ងៃនេះហេងទៀតបងប្អូននេះដាច់ភ្លើងមានណាហូបបាយជាមួយភ្លើងទៀនម្ដងបដូររសជាតិតែម្ដងបងប្អូននឹកឃើញអតីតកាលនិយាយពីថាយើអតីតកាលស្លាប់ហូបបាយជាមួយភ្លើងជាគៀងនិងភ្លើងទៀនអញ្ចឹងបងប្អូនហ្នឹងហើយយកឡើងមានអីបងប្អូនដាក់បាទហ្នឹងហើយបងប្អូនបាទបងប្អូនហូបបាយវាឆ្ងាញ់មួយយ៉ាងដែរបងប្អូនណាហ្នឹងហើយពេលយកយ៉ាងហើយនឹកឃើញអតីតកាលមានអមយ៉ាងដែរបងប្អូនហ្នឹងបងប្អូនអត់អូខ្ញុំមានតែប៉ុណ្្នឹងអរគុណពុកម៉ែបងប្អូនណាបានតាមដានទស្សនាវីដេអូខ្ញុំកន្លងមកបងប្អូនបាទអរគុណ